របបយោធាថៃបានចោទប្រជាជនកម្ពុជារុះរើរបាំងលួសបន្លាស់ទៅផ្ទុះនឹងការប៉ះទង្គិចខណៈក្រុមអ្នកអង្គការអន្តរការបកត្រឡប់ទៅវិញកងទ័ពភូមិន្ទថៃ RTA បានអះអាងនៅយប់ថ្ងៃពុធទី17 ខែកញ្ញានេះថាកងកម្លាំងរបស់ខ្លួនបានប៉ះទង្គិចជាមួយប្រជាជនកម្ពុជានៅក្នុងភូមិព្រៃច័ន្ទថៃហៅភូមិនងយ៉ាកែវក្នុងស្រុកគោកខ្ជុំខេត្តស្រែកែវបន្ទាប់ពីក្រុមប្រជាជនខ្មែរប្រហែល200នាក់បានរុះរើរបាំងលួសបន្លាស់របស់ថៃក្នុងតំបន់ព្រំដែននេះបានតាមការចុះផ្សាយដោយកាសែត The Nation ដែលសារតែទង្វើដ៏កុសក្លឿនរបស់ថៃធ្វើមកលើប្រជាជនស្លូតត្រង់កម្ពុជាបានអន្ទង់ចិត្តក្រុមអ្នកអង្គការអន្តរការ IOT ត្រឡប់ទៅវិញទីតាំងដែលប៉ះទង្គិចម្ដងទៀតដើម្បីត្រួតពិនិត្យស្ថានភាពដែលកំពុងតែតានតឹងខ្លាំងជាមួយបញ្ហានេះលោកវិនថៃស៊ូរាវីអ្នកនាំពាក្យកងទ័ពថៃបានរាយការណ៍ថាឧបទ្ទហេតុនេះបានផ្ទុះឡើងនៅម៉ោង 3:40 នាទីរសៀលគណៈភេកីថៃបានចោទថាអាជ្ញាធរកម្ពុជាបានប្រមូលផ្ដុំគ្នាអ្នកភូមិតវ៉ាប្រឆាំងនឹងការរេបន្លាស់លួសនិងរបាំងការពាររបស់ប្រទេសថៃនៅតាមព្រំដែនគួរជំរាបថានៅវេលាម៉ោង 4:20 នាទីរសៀលមន្ត្រីគ្រប់គ្រងអង្គបកម្មថៃបានដាក់ពង្រាយឧស្ម័នបង្ហូរទឹកភ្នែកនិងប្រើកាំភ្លើងបាញ់គ្រាប់ក្បាលកៅស៊ូដោយបង្ខំឲ្យភាគីទាំងសងខាងដកថយចេញពីបន្ទាត់ប្រជុំមុខដាក់គ្នារហូតមកដល់ម៉ោង 5 ល្ងាចកងកម្លាំងថៃក៏បានបន្តរេបន្លាស់លួសបន្លាស់និងរាយរបាំងលួសបន្លាស់និងសបកកងរថយន្តបន្ថែមទៀតហើយថែមទាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកគ្រាប់កាំភ្លើងគ្រាប់ក្បាលកៅស៊ូនិងអាវុធសូស័ព្ទដើម្បីបំបែកក្រុមមនុស្សដែលកំពុងប្រមូលផ្ដុំគ្នាដោយសារទង្វើកំក្លឿនរបស់ប៉ូលីសនិងតម្រួតថៃបានបង្ខំឲ្យប្រជាជនកម្ពុជាតវ៉ាវាយតបវិញដោយគប់ដំបងឈើនិងដុំថ្មមុននេះបន្តិចគេហទំព័រ Facebook STA Trend បានចុះផ្សាយដោយចោទប្រកាន់កម្ពុជាថាបានរំលោភលើកិច្ចព្រមព្រៀងនិងធ្វើសកម្មភាពដោយអរិយភាពសូមជម្រាបថាទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាផ្ទុះឡើងភ្លាមបន្ទាប់ពីការចាក់ចេញរបស់ក្រុមអ្នកអង្គការអន្តរការយ៉ាងណាក្រុមអ្នកអង្គការអន្តរការក៏បានមកត្រឡប់នៅភូមិព្រៃច័ន្ទវិញដើម្បីត្រួតពិនិត្យស្ថានភាពដែលកំពុងតែតានតឹងខ្លាំងបន្ទាប់ពីយោធាថៃបង្កអរិយភាពនិងប្រព្រឹត្តអំពើព្រៃផ្សៃមកលើជនស៊ីវិលស្រុកត្រង់កម្ពុជាគួរបញ្ជាក់ថាប្រសង់ក្មេងចាប់ប្រុសស្រីបានរងរបួសនិងដួលសន្លប់ជាច្រើនអង្គអ្នកដោយសារតែទង្វើឈ្លានពានទាំងកម្រោលរបស់យោធានិងកងតម្រួតថៃនៅភូមិព្រៃច័ន្ទ